សិល្បករនេះរបស់យើងកំពុងតែរៀបចំខ្លួនបាននៅខាងក្រៅខ្ញុំបាននេះផ្ទាល់តែម្ដងបាទនេះជាសកម្មភាពមួយដ៏រស់រីករាយទៀតហើយក៏បានស្វាគមន៍គ្នាយ៉ាងសម្បើមដែរជាមួយនឹងបាទគ្នាផងដែរបាទបាទគឺខ្ញុំបានទទួលបានជោគជ័យសម្រាប់ការទៅសម្ដែងស្រុកក្រៅព្រោះបាទមានការស្វាគមន៍ព្រមទាំងបាទភាពរាក់ទាក់រស់រីកពីបងប្អូននៅឯប្រទេសក្រៅនេះគឺបានផ្ដល់នៅភាពបាទកក់ក្ដៅមែនទេសម្រាប់ខ្ញុំបានគេថាមានភាពជោគជ័យណាស់បាទសម្រាប់ការទៅសម្ដែងបាទខ្ញុំបានទៅសម្ដែងរយៈពេល2 ខែបាទបាទហើយជាមួយនឹងការយើងទៅរយៈពេល2 ខែខ្ញុំទៅបានបើនិយាយទៅប្រទេសអូស្ត្រាលីគឺបានមានតែប្រមាណរដ្ឋគឺខ្ញុំបានទៅស្ទើរគ្រប់ហើយដូចជា Sydney Melbourne Brisbane ហើយនិងមួយទៀត Adelaide បាទនិយាយទៅបងប្អូនរបស់យើងនៅឯស្រុកក្រៅគឺបាទស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដូចខ្ញុំបានជំរាបខាងលើអញ្ចឹងគឺបាទធ្វើឲ្យទឹកចិត្តនៃសិល្បៈយើងសិល្បករសិល្បនិករបស់យើងគឺថារីករាយបំផុតនឹងទទួលបាននៅភាពកក់ក្ដៅពីពួកគាត់ហើយក៏ទទួលបាននៅការបាទរស់រីករាយទៀតមែនតែខ្ញុំបានរំភើបបំផុតនៅពេលដែលបានទៅដល់ប្រទេសក្រៅជួបច្រើនណាស់ដូចជាខ្ញុំបានរៀបរាប់មិនអស់ទេប៉ុន្តែតាមខ្ញុំបានចាំគឺដូចជាបាទតារាចេះចាស់បានរបស់យើងគឺលោកខៃប្រសិទ្ធបាទអ្នកស្រីហុកលក្ខណៈនិងច្រើនរូបទៀតបាទខ្ញុំបានសូមអនុញ្ញាតអភ័យទោសផងដែរដែលមិនបានរៀបរាប់ឲ្យបានក្បោះក្បាយបាទអរគុណបាទគុណចាឥឡូវខ្ញុំមកពីបានបន្តសិក្សានៅក្នុងការរៀបចំពីមកពីកម្មវិធីបានជួយលើកតម្លៃសតជាមួយដល់ទីវិទ្យាសាស្ត្រឥឡូវនេះខ្ញុំបានបងពីមកហ្នឹងបើនិយាយទៅបានទទួលបាន2ប្រតិកម្មហើយគឺប្រតិកម្មរៃមាសនិងប្រតិកម្មពលីនេះហោះបាទអរគុណចាស់ហើយចាស់សម្រាប់ខ្សែវិទ្យាពេលសម្រាប់យើងតាមមានបានទទួលទេនៅឡើយទេព្រោះប្រហែលជាខ្ញុំបានអត់ទាន់បានបង្ហាញមុខតាមរីទូទស្សន៍នឹងបងប្អូនខ្លះឬក៏លោកដែលជាម្ចាស់ប្រតិកម្មខ្លះអត់ទាន់បានដឹងតែខ្ញុំបានមកដល់នៅឡើយទេបាទតែជាមិនទាន់ដឹងទេបាទសម្រាប់ខ្ញុំផ្ទាល់ក៏សូមថ្លែងអរគុណសម្រាប់កម្មវិធីរបស់លោកដែលបានស្ពៀកខ្ញុំបាទហើយក៏សូមបាទផ្ដាំផ្ញើបន្តិចសម្រាប់យុវវ័យរបស់យើងបាទគឺជាផុតពីគ្រឿងញៀនហើយម្យ៉ាងទៀតគឺសូមឲ្យបាទធ្វើការខិតខំរៀនបន្តិចដើម្បីឲ្យបាទរឹងមាំជាសសរជាតិហើយម្យ៉ាងទៀតជាទំពាំងសរសៃសម្រាប់ជាតិផងដែរហើយម្យ៉ាងទៀតក៏សូមផ្ដាំទៅបងប្អូនដែលជាអ្នកបើកបរជាជំនិះគ្រប់ប្រភេទនៅតាមផ្លូវសាធារណៈគឺសូមអនុញ្ញាតបាទគោរពគ្នាទៅវិញទៅមកហើយសំខាន់ទៀតគោរពច្បាប់ចរាចរណ៍ដើម្បីជៀសវាងនៅគ្រោះថ្នាក់និងសុវត្ថិភាពផងដែរហើយសូមជូនពរសម្រាប់បាទអតិថិជនដែលតែងតែនិយមគ្រប់គ្រងនៅសិល្បៈទាំងបាទក្នុងនិងក្រៅប្រទេសសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនព្រមទាំងទទួលនៅការសម្រេចគ្រប់ភេទផងដែរបាទអរគុណចាទស្សនិកជនជ្រាបច្បាស់នៅថាគាត់គឺជានរណាចាបងយុទ្ធនចាឈ្មោះនៅក្នុងតួរឿងណាចាអស់ក៏ចាំដៃគូវាច្បាស់ណាបងយុទ្ធនចាជាមួយនឹងលោកប៉ែនចម្រុងទស្សនិកជនស្គាល់គាត់ហើយឥឡូវនេះកំពុងតែបាត់វត្តមានរបស់គាត់គួរសោកស្ដាយព្រោះថាគាត់មិនទាន់បានបញ្ចេញជាមួយនឹងស្នាដៃនៅខ្សែភាពយន្តផ្សេងៗក៏ដូចជាសម្ដែងការ៉ាអូខេផ្សេងៗឥឡូវបាត់មុខបាត់វត្តមានរបស់គាត់តាមពិតនៅស្រុកគេគាត់នៅស្រុកគេចាគេថាជាមួយនឹងបទសម្ភាសន៍ថ្ងៃណាគឺសម្ភាសន៍នៅពេលដែលគាត់មកពីសម្ដែងនៅប្រទេសអូស្ត្រាលីមែនទេប៉ុន្តែឥឡូវនេះគឺវត្តមានរបស់គាត់បាត់ទៀតហើយមិនដឹងទៅណាទេចាអត់ដឹងទៅណាមែនអត់ដឹងទៅបារាំងបាត់ហើយហ្នឹងចាពីព្រោះអីចេះជាមួយនឹងកូនថ្មីដែលនេះខ្ញុំបានទៅថតបញ្ចប់ចាត្រូវតួជាមួយនឹងខ្ញុំតួឲ្យផ្ទាល់តែម្ដងប៉ុន្តែគឺគាត់បានមានការមមាញឹកគឺទៅឯប្រទេសបារាំងឥឡូវនេះកំពុងតែសម្ដែងនៅប្រទេសបារាំងប៉ុន្តែទស្សនិកជនទាំងអស់គ្នាប្រកាសជារងចាំចាលោកប៉ែនចម្រុងមកវិញហើយជាពិសេសចង់ឃើញរូបសម្រស់របស់គាត់ថាតើគាត់មកពីប្រទេសបារាំងវិញតើប្រែប្រួលចាស់សម្បល់ឬក៏មានយ៉ាងណាមែនទេហើយជាពិសេសមួយទៀតគឺថាធម្មតាជាមួយនឹងសិល្បៈរបស់យើងពេលដែលគាត់តារារបស់យើងគឺគាត់ទៅសម្ដែងនៅឯក្រៅប្រទេសមកវិញតែងតែស្ពាយជាមួយនឹងបង្វិចយ៉ាងធំតែម្ដងចាជាពិសេសគីឡូរបស់គាត់ភាពជោគជ័យហើយគីឡូរបស់គាត់ចាប៉ុន្តែខ្ញុំជឿជាក់ថាលោកប៉ែនចម្រុងប្រហែលជាគាត់នឹងថែរក្សារៀនគាត់បានស្លីមណាស់ពីព្រោះថាការគាត់ទៅស្រឡាញ់មាននេះទៅតែបានប្រហែលថ្ងៃកម្មវិធីរបស់យើងទៅជួបជាមួយរបស់សម្ភាររបស់គាត់ឥឡូវហ្នឹងសម្ភារឲ្យបានប្រហែលថ្ងៃគាត់ទៅបារាំងហោះទៅស្ទុយទៀតណាស្ទុយចាមកម្ដងទៅចាំមើលតាមដានស្ទុយហ្មងស្ទុយទៅមកឡាយហ៎ចាហោះធម្មតាហោះស្ទុយហ្មងអញ្ចឹងហ្នឹងលក្ខណៈកតុំមួយមេអំបៅដូចមេអំបៅក៏មិន
ដល់លឿនដល់ម្លឹងនេះមិនដឹងថាដាក់ឈ្មោះអ្វីឲ្យកូនបញ្ជាជាកម្មទៅគាត់អូចាស្អីក៏ស្អីទៅចាហើយគឺចិត្តថាប្រហែលជាគាត់ត្រឡប់ពីបារាំងវិញចាទស្សនិកជននឹងទទួលបាននៅរឿងរ៉ាវថ្មីដែលទៅជាមួយនឹងគាត់ថាគាត់មានដំណឹងអ្វីល្អសម្រាប់ទស្សនិកជនចាគឺថាតើនោះតែជួបជាមួយនឹងរឿងល្អឬអាក្រក់តែគាត់នឹងមានអ្វីជម្រាបជូនទស្សនិកជនទៅជាបន្តទៀតចាតែពាក្យច្រើនគឺថាជាមួយនឹងសិល្បៈរបស់យើងគឺតែជួបជាមួយនឹងរឿងល្អជាពិសេសជាមួយនឹងបងប្អូនទាំងអស់គ្នាទាំងអស់តែម្ដងគឺត្រូវតែជួបរឿងល្អហើយចូលចិត្តបំពេញជាមួយនឹងរឿងអាក្រក់ចេញឲ្យឆ្ងាយចារឿងអាក្រក់រឿងអីស្រីតាមស្រឡាញ់ច្រើនញ៉ាយច្រើនពេកបងប្អូនយើងគ្រប់គ្រងខ្លាំងពេកគាត់ថាអត់បានគេបានហើយហ្នឹងក៏រឿងអាក្រក់សម្រាប់អត់បានគេមកជ្រួញចាស់ជ្រួញចាអរគុណច្រើនចាឃើញថាជាមួយនឹងប្រិមិត្តជាទូរទស្សនិកជនទាំងអស់ពេលដែលបានចាទស្សនាជាមួយនឹងបទសម្ភាសន៍របស់លោកប៉ែនចម្រុងគឺជាចាតារាសម្ដែងដែលមានប្រជាប្រិយភាពបំផុតដែលជាមួយនឹងធម្មតាជាមួយសិល្បៈគឺសកលគាត់គេថាជំនាន់ក្រោយប៉ុន្តែជាមួយនឹងជំនាន់គាត់គឺគាត់ទទួលបានភាពជោគជ័យខ្លាំងមែនតើចាជាពិសេសគាត់ថាអូជាមួយនឹងការសម្ដែងរបស់គាត់គឺមានភាពប៉ិនប្រសប់និងមានអ្នកគាំទ្រច្រើនខ្លាំងបំផុតចាអរគុណច្រើននៅក្នុងវគ្គនេះនាងខ្ញុំទៅពីរូបក៏សូមអនុញ្ញាតសម្រាប់មួយព្រឹកសិនជួបគ្នានៅវគ្គទី3ជាបន្តពីទស្សនិកជនទស្សនានិងសម្ដាប់ជាមួយបទសម្ភាសន៍របស់តារាប្រុសរបស់យើងនៅ